របៀបធ្វើនំកូរគ្រាប់ស្គូលាយជាមួយនឹងគ្រាប់ពោតតិចៗមានរសជាតិទន់ផ្អែមឆ្ងាញ់ចាស់សម្រាប់ឯមួយមុខនេះដែរគឺជាបង្អែមដែលខ្ញុំចូលចិត្តញ៉ាំតាំងតែពីនៅក្មេងៗចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាស់ជាដំបូងឡើយគឺខ្ញុំមានគ្រាប់ស្គូរបស់យើងចំនួន1ខាំដោយគ្រាប់ស្គូនេះដែរយើងលាងជំរះវាប្រហែលជា6ទៅ7ទឹកមកដោយសារតែគ្រាប់ស្គូខ្មែរយើងភាគច្រើនវាមានលាយកំទេចសម្រាមតិចតួចយើងលាងវាឲ្យបានស្អាតហើយយើងដាក់ត្រាំទឹកចោលរយៈពេលពី10ទៅ15នាទីជាបន្តមកទៀតខ្ញុំមានពោតរបស់យើងចំនួន1ផ្លែដែលយើងបកសម្បកហើយយើងលាងទឹកឲ្យស្អាតយើងដាក់ពោតយើងស្ងោរដែលយើងដាំទឹកឲ្យពុះហើយបន្តមកយើងដាក់អំបិលមួយចិបហើយយើងដាក់ពោតរបស់យើងស្ងោររយៈពេល5នាទីចាប់បន្ទាប់ពីយើងស្ងោរពោតរបស់យើងរយៈពេល5នាទីហើយឃើញថាពោតរបស់យើងបានឆ្អិនហើយយើងស្រង់វាឡើងហើយទុកឲ្យត្រជាក់បន្តិចចាឥឡូវពោតរបស់យើងបានចុះត្រជាក់ហើយជាបន្តមកទៀតយើងចាប់ផ្ដើមកាត់ប្រលេះគ្រាប់ពោតរបស់យើងនៅពេលដែលយើងកាត់ប្រលេះគ្រាប់ពោតយើងរួចរាល់ហើយគឺយើងប្រលេះវាជាគ្រាប់តូចៗបន្ថែមទៀតចាស់ជាបន្តមកទៀតសម្រាប់គ្រាប់ស្គូរបស់យើងបន្ទាប់ពីយើងត្រាំទឹករយៈពេល10នាទីហើយឃើញថាគ្រាប់ស្គូរបស់យើងបានរីកល្អហើយអញ្ចឹងយើងចាក់ទឹកចោលហើយយើងទុកវាឲ្យស្ងួតទឹកបន្តិចជាបន្តមកទៀតយើងដាក់ដាំទឹកដើម្បីស្ងោរគ្រាប់ស្គូរបស់យើងសម្រាប់បរិមាណទឹកនេះដែរគឺខ្ញុំដាក់វាចំណុះ600មីលីលីត្រចានៅពេលដែលទឹករបស់យើងបានពុះហើយគឺយើងចាក់គ្រាប់ស្គូរបស់យើងស្ងោរហើយសម្រាប់រយៈពេលស្ងោរនេះដែរគឺយើងស្ងោររយៈពេលពី7ទៅ10នាទីដែលយើងប្រើភ្លើងមធ្យមដើម្បីស្ងោរគ្រាប់ស្គូរបស់យើងហើយនៅកំឡុងពេលយើងស្ងោរគ្រាប់ស្គូហ្នឹងសូមបងប្អូនអាសាយកវែកមកកូរបែបនេះមកដើម្បីកុំឲ្យគ្រាប់ស្គូរបស់យើងហ្នឹងវាខ្លោចនៅផ្នែកបានចាប់បន្ទាប់ពីយើងស្ងោរមួយសន្ទុះមកឥឡូវឃើញថាគ្រាប់ស្គូរបស់យើងបានរីកល្អហើយអញ្ចឹងជាបន្តមកទៀតគឺខ្ញុំបន្ថែមស្ករអំពៅរបស់យើងចំនួន80ក្រាមហើយខ្ញុំបន្ថែមអំបិលមួយចិបហើយយើងកូរច្របល់ឲ្យវាបានរលាយចូលគ្នាសព្វល្អមកហើយយើងរម្ងាស់រហូតដល់គ្រាប់ស្គូរបស់យើងនឹងរាងហួតទឹកបន្តិចជាបន្តមកទៀតគឺយើងចាក់ពោតរបស់យើងចូលហើយយើងកូរច្របល់វាមួយសន្ទុះមកហើយយើងកូរវាមួយសន្ទុះមករហូតដល់គ្រាប់ស្គូរបស់យើងនឹងវាបានដាច់ទឹកល្អបែបនេះហើយយើងយកនំកូរគ្រាប់ស្គូរបស់យើងទៅចាក់ទៅក្នុងថាសចានឬក៏ប្រអប់ដែលបងប្អូនមានឥឡូវយើងបានចាក់វារួចរាល់ហើយជាបន្តមកទៀតយើងទុកឲ្យនំគូគ្រាប់ស្គូរបស់យើងនឹងវាចុះត្រជាក់បន្តិចសិនជាបន្តមកទៀតយើងចាប់ផ្ដើមធ្វើខ្ទិះដូងសម្រាប់យើងស្រោចពីលើដោយជាដំបូងឡើយគឺខ្ញុំមានខ្ទិះដូងដើមរបស់យើងចំនួន300មីលីលីត្រហើយខ្ញុំបន្ថែមអំបិលបន្តិចស្ករអំពៅចំនួន1ស្លាបព្រាបាយកន្លះហើយសម្រាប់រសជាតិនេះដែរសូមបងប្អូនធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមម្សៅអង្ករខ្សាយឬក៏បងប្អូនប្រើម្សៅឆាក៏បានដែរចំនួន2ស្លាបព្រាបាយហើយយើងកូរច្របល់ឲ្យវាបានរលាយចូលគ្នាសព្វល្អមកជាបន្តមកទៀតយើងយកទឹកខ្ទិះដូងរបស់យើងទៅរំងាស់ដោយយើងប្រើភ្លើងមធ្យមហើយកំឡុងពេលយើងរំងាស់ខ្ទិះដូងហ្នឹងសូមបងប្អូនអាសាកូរទឹកខ្ទិះដូងរបស់យើងផងដើម្បីកុំឲ្យទឹកខ្ទិះដូងរបស់យើងខ្លោចនៅផ្នែកបាតហើយនឹងម្សៅឡើងកកដុំយើងកូររហូតដល់ទឹកខ្ទិះដូងរបស់យើងមានសភាពខាប់បែបនេះហើយយើងធ្វើការបិទភ្លើងជាបន្តមកទៀតយើងយកទឹកខ្ទិះដូងរបស់យើងទៅស្រោចពីលើនំកូរគ្រាប់ស្គូរបស់យើងស្រោចឲ្យវាបានសព្វល្អបែបនេះមកហើយយើងទុកវាឲ្យចុះត្រជាក់ជាការស្រេចហើយសម្រាប់នំកូរនេះដែរនៅពេលដែលវាចុះត្រជាក់ទៅគឺមានសភាពរាងរឹងតិចដូចនំកូររបស់យើងអញ្ចឹងហើយនៅមុនពេលញ៉ាំបងប្អូនគ្រាន់តែយកកាបិតកាត់វាជាដុំតូចធំទៅតាមចំណង់ចំណូលចិត្ត